វិទ្យាល័យហ៊ុនសែនឈើទាលប្រធានបទគឺស្រឡាញ់កម្ពុជានាំគ្នាចាយប្រាក់រៀលបាទដឹកនាំដោយលោកគ្រូបាទខឿនរិនដាបាទបេក្ខជនបេក្ខនារីគឺមានចំនួន4រូបដូចគ្នាទី1គឺឈ្មោះបាទថនផាណាទី2គឺឈ្មោះអ៊ុលបូរិតបាទទី3គឺឈ្មោះសៀមសូរ៉ៃកែវបាទទី4គឺឈ្មោះពៅសៅវតីបាទអញ្ចឹងសម្រាប់បេក្ខជនបេក្ខនារីទាំង4រូបបាទព្យាយាមណាអូនណាដាច់ណាអូនបាទបាទព្រោះនេះគឺជាការបង្ហាញអំពីសមត្ថភាពក៏ដូចជាបាទជាមួយនឹងការតាំងចិត្តដ៏ខ្ពស់ផងដែរព្រោះនេះជាវេទិកាហើយសម្រាប់ការអញ្ជើញចូលរួមគឺបាទមានចំនួនចូលដល់ជិតដល់400-500នាក់អញ្ចឹងក៏ច្រើនដែរអញ្ចឹងសម្រាប់ភាពផិតភ័យភ័យខ្លាចតិចតួចតែងតែមានប៉ុន្តែសង្ឃឹមថាបងប្អូននឹងក្លាហានហើយបញ្ចេញឲ្យអស់សមត្ថភាពនៅក្នុងថ្ងៃនេះដើម្បីជោគជ័យនៅថ្ងៃក្រោយអញ្ចឹងក្រុមទី4ត្រៀមខ្លួនហើយនៅហើយបងហើយនៅហើយភ័យអត់អូបាទឃើញអត់គាត់ក្លាហានអត់បងប្អូនក្លាហានអត់បាទភាពក្លាហានគឺ 99% ណាបាទចំណេះដឹង 100% បាទអរគុណតោះក្រុមទី4សូមធ្វើការចាប់ផ្ដើមជាបឋមសូមគោរពជំរាបសួរលោកគ្រូអ្នកគ្រូគណៈកម្មការនិងមិត្តសិស្សសានុសិស្សជាទីគោរពរាប់អានខ្ញុំបាទឈ្មោះអ៊ុលបូរិតនាងខ្ញុំឈ្មោះពៅសាវតីនាងខ្ញុំឈ្មោះសៀមសូរីកែវខ្ញុំបានផលវណ្ណាជាសិស្សមកពីវិទ្យាល័យហ៊ុនសែនឈើទាលក្រុមយើងខ្ញុំពិតជាមានសេចក្តីសោមនស្សរីករាយជាខ្លាំងដែលមានឱកាសបានឡើងមកធ្វើបទបង្ហាញក្នុងថ្ងៃនេះក្រោមប្រធានបទស្រឡាញ់កម្ពុជានាំគ្នាចាយប្រាក់រៀលបន្តទៅនេះក្រុមយើងខ្ញុំនឹងធ្វើបទបង្ហាញអំពីទី1ប្រវត្តិកំណើតនៃប្រាក់រៀលទី2ហេតុអ្វីបានជាយើងទាំងអស់គ្នាត្រូវចាយប្រាក់រៀលនិងចុងក្រោយគឺសេចក្តីសន្និដ្ឋានចំណុចទី1ប្រវត្តិនៃប្រាក់រៀលតែអ្នកទាំងអស់គ្នាដឹងដែរឬទេថាប្រាក់រៀលត្រូវបានដាក់ឲ្យប្រើប្រាស់ជាផ្លូវការនៅឆ្នាំណាប្រាក់រៀលត្រូវបានដាក់ឲ្យប្រើប្រាស់ជាផ្លូវការនៅឆ្នាំ1955ក្រោយទទួលបានឯករាជ្យក្នុងសម័យសង្គមរាស្ត្រនិយមហើយប្រាក់រៀលត្រូវបានចាប់ឲ្យប្រើប្រាស់នៅក្នុងឆ្នាំ1975ក្នុងរបបខ្មែរក្រហមក្រោយពីរបបប៉ុលពតត្រូវបានផ្ដួលរំលំនៅឆ្នាំ1979ប្រាក់រៀលត្រូវបានដាក់ឲ្យចរាចរណ៍ឡើងវិញនៅថ្ងៃទី20ខែមិនិនាឆ្នាំ1980កាត់មកដល់ពេលបច្ចុប្បន្នមានអាយុ45ឆ្នាំហើយបានត្រូវចាយហេតុអ្វីបានត្រូវចាយប្រាក់រៀលមានតែលហេក៏ជាច្រើនដែលបានគ្រប់គ្រងក្នុងការប្រើប្រាស់ប្រាក់រៀលតែដោយសារតែពេលវេលាកំណត់ខ្ញុំសូមលើកឡើងតែចំណុចសំខាន់ចំនួន3ទី1ថយក្រោយវិញសូមថយក្រោយវិញទី1ប្រាក់រៀលគឺជារូបិយប័ណ្ណតំណាងជាប្រទេសកម្ពុជាមិនត្រឹមតែជាការទូទាត់ដកដូរនោះទេប្រាក់រៀលបានបង្ហាញនៅវប្បធម៌អរិយធម៌រូបប្រាង្គប្រាសាទរូបព្រះឆាយាល័ក្ខណ៍អង្គព្រះមហាក្សត្រខ្មែរទាំងអស់នេះហើយគឺជាមោទនភាពជាតិរបស់យើងគួរគប្បីឲ្យតម្លៃថែរក្សានិងពេញចិត្តក្នុងការចាយប្រាក់រៀលទី2ការទទួលបាននូវសិទ្ធិអំណាចនៃអាជ្ញាធររូបិយវត្ថុកាលណាយើងទាំងអស់គ្នានៅគ្នាចាយប្រាក់រៀលនោះធនាគារជាតិអាចគ្រប់គ្រងបាននៅលំហសាច់ប្រាក់ស្ថិរភាពអតិផរណានិងអត្រាការប្រាក់ជាដើមដែលជំរុញឲ្យសេដ្ឋកិច្ចក្នុងស្រុកមានភាពធន់ក្នុងកំឡុងពេលមានវិបត្តិសេដ្ឋកិច្ច3ងាយស្រួលឆាប់រហ័សសុវត្ថិភាពអ្នកគ្រប់គ្រងអ្នកគ្រប់គ្នាអាចទូទាត់ផ្សេងឆ្លងពីធនាគារមួយទៅធនាគារមួយទៀតប្រកបដោយភាពងាយស្រួលឆាប់រហ័សសុវត្ថិភាពនិងចំណាយវាតិចតាមប្រព័ន្ធបាគង KHQR ដែលបង្កើតឡើងដោយធនាគារជាតិនៃកម្ពុជាសរុបមកយើងទាំងអស់គ្នាត្រូវតែចាយលុយរៀលដើម្បីចូលរួមរក្សាអធិបតេយ្យភាពជាតិនិងមោទនភាពជាតិរបស់យើងជាពិសេសជាងនេះទៅទៀតសូមគាំទ្រប្រព័ន្ធបាគង KHQR របស់កម្ពុជាជាកិច្ចបញ្ចប់នាងខ្ញុំសូមសំណូមពរឲ្យអ្នកទាំងអស់គ្នាព្រមទាំងគណៈអធិបតីទាំងអស់សូមនិយាយតាមខ្ញុំនៅពេលប៉ុន្មានគ្នានេះមានចំណងជើងថាស្រឡាញ់កម្ពុជានាំគ្នាចាយប្រាក់រៀលស្រឡាញ់កម្ពុជានាំគ្នាចាយប្រាក់រៀលសូមមកលើជាងនេះបន្តិចស្រឡាញ់កម្ពុជានាំគ្នាចាយប្រាក់រៀលស្រឡាញ់កម្ពុជានាំគ្នាចាយប្រាក់រៀលអូហូយបាទសូមសម្លេងអបអរសាទរជូនទៅដល់ក្រុមទី4បាទអូហូយបាទសូមបាទអូននៅទេបាទអញ្ជើញយើងឆ្លាតយើងតសម័យយើងប្រើបាគង KHQR ទាំងអស់គ្នាសូមអរគុណអូគឺមានតង់ទី2របស់គេឈប់ចាំតិចអូនចាំតិច
បាទគេថាសលេងបរោះណាបាទសលេងហើយសុំមកឃ្លៀចុងក្រោយមិញមើលបាទសុំស្លាយសុំដល់ឃ្លៀចុងក្រោយមិញតិចមើលបាទឃ្លៀនេះរៀបចំយ៉ាងពិសេសតែម្ដងហើយបាទហើយឆ្លៀតដល់បានទៅដល់បង្ហាញក៏ដូចជាអញ្ជើញគណៈអធិបតីលោកអញ្ជើញមានប្រសាសន៍ថាតាមទៀតពិតជាបាទជំនាញមែនតើបាទសូមកោតសរសើរតែដៃខ្លាំងជូនបងអូនសេរីមួយទៀតបាទមួយទៀតសម្រាប់សម្លេងបាទសូមសាកសម្លេងតិចមើលបាទបងអូនបាទសម្លេងនេះតួឯកអ្នកបញ្ចូលសម្លេងអញ្ចឹងជាជើងមកចប់នាងខ្ញុំសូមអរអ្នកទាំងអស់គ្នាព្រមទាំងគណៈអធិបតីជួយថាតាមខ្ញុំនៅពីប្រមាណគ្នានេះឲ្យលឺស្រឡាញ់កម្ពុជានាំគ្នាចាយប្រាក់រៀល ស្រឡាញ់កម្ពុជានាំគ្នាចាយប្រាក់រៀល សូមលើកជាបន្តិចស្រឡាញ់កម្ពុជានាំគ្នាចាយប្រាក់រៀល ស្រឡាញ់កម្ពុជានាំគ្នាចាយប្រាក់រៀល បាទអរគុណច្រើនបាទអរគុណសម្រាប់ភាពក្លាហានបាទអរគុណបាទអាចអញ្ជើញសម្រាប់បានបាទយើងនៅសល់ក្រុមទី5បាទចូលបាទជួយលភាលេខ1ទទួលបានការបោះឆ្នោតរហូតដល់ទៅ2800នាក់អូហូច្រើនមែនតើពួកមិនមែននៅក្នុងនេះទេបងប្អូនអ្នកទស្សនានៅតាមเพจផ្លូវការធនាគារជាតិក៏លោកពោតដែរបាទគាត់អាចពោតដែរព្រោះគាត់ស្កេនបានដូចគ្នាហ៎បាទពិសេសខ្លាំងមែនតើឥឡូវនេះជួយលភាលេខ1បានទៅលើក្រុមសូមស្រ័យលើបានលើក្រុមគឺក្រុមទី4អូហូពិសេសខ្លាំងមែនតើអូហូពិសេសខ្លាំងណាស់បាទតាមតែខ្ញុំចាំបានបាទគឺក្រុមទី4គឺសម្លេងព្រោះមែនតើហើយការលើកដាក់សម្លេងគាត់ក៏ពិសេសផងដែរបាទគឺក្រុមទី4បាទឥឡូវជួយលភាលេខ1គឺបានប្រកាសមែនបាទសូមជួយឡើងមកមុខគេបងអស់មកបាទមុខគេបងអស់មកបាទមុខគេបងអស់មកបាទពិសេសខ្លាំងមែនតើអរគុណណាស់អូនសប្បាយចិត្តអត់ហ្វេនអូមានហ្វេនទៀតបាទអរគុណសម្រាប់ការគ្រប់គ្រង ក្រោយសូមក្រុមដែលទទួលបានចែកលេខ1គឺក្រុមទី4សូមអញ្ជើញចាជាមួយគ្នានេះនាងខ្ញុំមានកិត្តិយសសូមអនុញ្ញាតគ្រប់អញ្ជើញអាដាមវ័យសំណាងអភិបាលនៃគណៈអភិបាលខេត្តតាកែវព្រមជាមួយគ្នានឹងអាដាមយឹមលាតទេសាភិបាលរងធនធានជាតិនៃកម្ពុជាមេត្តាផ្ដល់កិត្តិយសប្រកបជូននៅទឹកប្រាក់រង្វាន់ចំនួន70,000រៀលចំនួន1លានរៀលនិងរង្វាន់អនុស្សាវរីយ៍លិខិតថ្លែងអំណរគុណជូនទៅដល់ក្រុមដែលទទួលបានចែកលេខ1សូមអនុញ្ញាតគ្រប់អញ្ជើញបាទអរគុណបាទសូមសម្លេងទៅដល់អបអរសាទរសាជាថ្មីម្ដងទៀតទៅដល់បាទក្រុមដែលជោគជ័យលេខ1ទាំងអស់គ្នាសាជាថ្មីម្ដងទៀតអាដាមវ័យសំណាងក៏បានផ្ដល់ជូននៅប្រាក់រង្វាន់ចំនួនបន្ថែម40,000រៀលទៅដល់ក្រុមបាត់បង្ហាញដែលទទួលបានចែកលេខ1គឺក្រុមទី4សូមសម្លេងអបអរសាទរអូហូបាទពិសេសខ្លាំងមែនទេបាទសូមថ្លែងអរគុណយ៉ាងជ្រាលជ្រៅសម្រាប់បាទអាដាមវ័យសំណាងអភិបាលនៃគណៈអភិបាលខេត្តតាកែវលោកបាទបន្ថែមជាមួយនឹងថវិកាចំនួន40,000រៀលបន្ថែមទៅដល់កិច្ចការរបស់យើងឲ្យចាប់ពីទី1ហើយសំខាន់តែប៉ុណ្ណោះពិសោធន៍បាទអាដាមជំរាបដូចជាបាទខាងធនាគារជាតិគឺផ្ដល់ប្រាក់រង្វាន់មកជាមួយនឹងបានប្រសើរផងដែរសូមអនុញ្ញាតថាខ្ញុំបានបានយកខោរំជុំគ្នាជាមួយនឹងក្រុមបង្ហាញទាំងក្រុមតែម្ដង